Oregon นั้นធ្វើដំណើរមកកម្ពុជានឹងយ៉ាប់ជាងគេយ៉ាប់ខ្ញុំនិយាយនឹងអ្នកដែលស្រុកទៅមកគឺថាគិតថាខ្ញុំនិយាយនឹងត្រូវប៉ុន្តែអ្នកមិនដែលស្គាល់កពូតនឹងកប៉ាល់ហោះទេអាហ្នឹងគិតថាហាតានិយាយរួចមកអ្នកទៅអញ្ចឹងហើយយល់វាលំបាកអញ្ចឹងផលិតផលយើងដែលមានការលំបាកគ្មានភាពច្បាស់លាស់តម្លៃនឹងនោះគឺតាក់ទងនឹងអាហ្នឹងកប៉ាល់ដឹកជញ្ជូនកាលណាប្រេងវាឡើងថ្លៃអូខេវាឡើងថ្លៃអាស្រ័យដឹកជញ្ជូនដែរមិនត្រឹមត្រូវពួកមនុស្សរស់ស៊ីចង់បានចំណេញមិនរស់ស៊ីយករួចខ្លួនហ្មងមិនដូចខ្មែរយើងមានដើមបេងដើមនួនទុកឲ្យល្អមើលបក់លវិចដល់អង្គុយមើលអញបេងនឹងនួនចាក់ចក្រមច្រើនណាតែដល់ពេលដេកលើអានិរស័យអញ្ចឹងណានគរអញនគរសវណ្ណភូមិនគរមាសសវណ្ណតែមាសភូមិតែប្រទេសអញ្ចឹងទៅភូមិស្រុកហ្នឹងជួអាចដាក់លើមាសណាអត់ដឹងមាននៅខាងណាផងដល់សម័យនេះគេរកឃើញមាននៅតានេះនោះជីយកអាលីអស់ហើយនេះប្រកបពីមិនត្រូវនឹងធ្វើមិនឥឡូវហ្នឹងព្រោះខ្ញុំមកអញ្ចឹងខ្ញុំបេសកកម្មខ្ញុំមកសាជារកការបិទមើលរបស់មើលឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយអរគុណអាមួយទៀតនោះទៅមើលស្អីសាជារកការបិទសរសេរអក្សរអក្ខរាវិរុទ្ធមិននឹងត្រូវផងទៅដល់ឆ្កយបានថាវារងចាំចាប់តែចំណុចតែចំណុចឯងចាប់ឲ្យត្រូវអត់ត្រូវវាល្ងងទេដែលខ្ញុំនិយាយចឹងយកកំហុសខ្ញុំពីរឿងសរសេរអក្ខរាវិរុទ្ធតាមរយៈ Facebook ខុសបាទអ្នកឯងនឹងល្ងងខ្ញុំប្រមាថទៅចឹងវិញមិនមែនអរគុណទេការរិះគន់ខ្ញុំមិនអរគុណទេអ្នកឯងទៅយល់ពីសង្គមខ្មែរសិនអ្នកឯងមានទៅសួរលោកសង្ឃដែលរៀនត្រីបាយដកឬរៀនពីពាក្យពេចន៍ទាំងឡាយដែលចេញពីសាសនាស្លឹករឹតទៅសេកខកខងអ្នកឯងអានរួចទេអត់បកប្រែបានទេវាទៅតាមសង្គមកាលៈទេសៈនៃមនុស្សដែលបង្កើតមកខ្មែរយើងដែលខ្ញុំដឹងបាននេះ4ចំនួននេះខុសគ្នាទាំងអស់ក្នុងការរៀនសូត្រក៏ប៉ុន្តែយើងអនុលោមមករួមថាយល់បានពីអ្វីដែលគាត់និយាយទេខ្ញុំគ្រាន់តែសរសេរទូមិនបានដាក់ no បដិសេធយើងត្រូវកែវាសួរថាអាបដិសេធនោះមានន័យមិនបដិសេធនោះថាដបងដែលវាយពីលើអក្សរ no បានតែសម្រាប់ no ចោលហើយបើអត់បានការទុកមកដបយកឲ្យអស់កណ្ដាស់ឲ្យអស់ទឹកបិចអីបាច់សរសេរហ្នឹងមិនតទៅទៀតបើយើងមើលឃើញតែខាតទៅហើយអត់ប្រយោជន៍មើលអ្នកណាដែលកែខ្ញុំពីរឿងទូខ្ញុំសរសេរខុសហ្នឹងខ្ញុំគិតថាខុសក្នុងចំនួនអ្នកឯងរៀនខុសក្នុងចំនួនខ្ញុំរៀនប៉ុន្តែខ្ញុំគិតថាការមកគេបង្រៀនខ្ញុំអញ្ចឹងឥឡូវមកដល់ពេលខ្ញុំគិតថាវាអត់ប្រយោជន៍លុបចោលទៅព្រោះអាណូអាសចុងមកផុតហើយគេដាក់បដិសេធពីលើអាហ្នឹងវាអត់បានការអីគេសម្រាប់វាចោលហើយគេដាក់មកដបងមកចេះដូចហើយដាក់វាមកធ្វើអីអស់បិចអស់កណ្ដាស់វាមានន័យអញ្ចឹងរៀនសារមិនដែរអត់ស្គាល់ខ្មែរអ្នកឯងទៀបពេកអ្វីយើងត្រូវកែប្រែដូចយើងគ្រប់គ្នាអញ្ចឹងទីឡាន Toyota ចេញមកពីក្រុមហ៊ុន Toyota អាក្រុមហ៊ុន Toyota ហ្នឹងបានន័យថាវាមានច្រើនម៉ាកច្រើនធុនណាអា Corolla ក៏ Toyota អា Camry ក៏ Toyota អា Highlander ក៏ Toyota អា Venture ក៏ចេញមក Toyota ណាចង់ជិះណាជិះទៅឲ្យទៅវិលកង់ទៅមុខលោកងងម្ល៉េះអាថហ្នឹងបានតែឯងចេះតែកោតស៊ូក្នុងយុទ្ធសាស្ត្រនយោបាយទីបញ្ចប់បើកតែធ្វើគប់ចូលដោយសារប្រឆាំងវាមិនត្រូវអានេះទង្វើដែលគេធ្វើត្រឹមត្រូវអ្នកឯងមើលមិនឃើញនេះអាគេធ្វើមិនត្រូវអ្នកឯងមិនព្រមឲ្យមកជួបបានតើធ្វើបែបម៉េចទីបញ្ចប់ខ្ញុំពិចារណាណាកម្ពុជាបើសិនជាគ្មានសន្តិភាពការដែលមានសន្តិភាពរយៈកាលពីឆ្នាំ1998មានការកសាងបានប៉ុណ្ណេះបានន័យថាមនុស្សវាចង់រួមចង់បានព្រោះអ្វីវាមានអស់ហើយបើសិនប្រទេសកម្ពុជានេះជាផេះជួបនឹងសង្គ្រាម
គ្មានអាណាមកឲ្យទេតែខ្ញុំនិយាយនេះខ្ញុំកើតតាន់សង្គ្រាមហ្នឹងអ្នកនយោបាយទាំងអស់ទាំងបងម្ចាស់រានដែរទាំងលោកសំរងស៊ីទាំងលោកកម្មសខាទាំងណាទាំងអស់ពួកប្រឆាំងនៅពេលសង្គ្រាមអ្នកអស់នៅណាមកឆ្លើយខ្ញុំមកអា3ឆ្នាំ8ខែ20ថ្ងៃអាពតកាប់សម្លាប់ឬរាប់លានអ្នកអស់នៅណា7មករារំដោះបានមកហើយប្រទេសទីខ្ទាំលេងដុតខ្លាយទៅជាផេះអ្នកអស់នៅណាប្រជាពលរដ្ឋខ្មែរមួយចំនួនធំមានគេមានខ្ញុំនាំគ្នាវិចចេញទៅរស់នៅស្រុកគេយើងទៅរស់នៅស្រុកគេវាជាល្មមប៉ុន្តែមានខមមិនខ្លះសួរខ្ញុំមកហ្នឹងមានឃើញមើលតែគ្រប់ជុងជ្រោយមើលមានឃើញវៀតណាមនៅពេញស្រុកទេខ្ញុំសុំឆ្លើយវិញថាប្រាក់ខ្ញុំមើលនៅអាមេរិកនៅបារាំងនៅក្រៅប្រទេសហ្នឹងមានឃើញខ្មែរយើងនៅស្រុកគេហ្នឹងទេគាត់នៅស្រុកថៃហ្នឹង7 លាននៅប្រទេសកូរ៉េខាងត្បូងរាប់ម៉ឺននៅប្រទេសជប៉ុនហ្នឹងរាប់សែនណារាប់ម៉ឺនណាអាហ្នឹងមិនវិញខ្ញុំឆ្លើយថារឿងវៀតណាមប្រទេសជាប់ខ្ញុំនេះប្រទេសចិននៅឆ្ងាយពីខ្ញុំនៅពេលខ្ញុំកើតមកខ្ញុំឃើញអ្នកអស់នៅពេញអាស្រុកខ្ញុំហ្នឹងយីហៅតាមចិត្តថ្មមួយសតែឈ្មោះចិនហ្នឹងបើតាមខ្លោងទ្វារសងខាងមេទ្វារបិទសិតអាកងម៉ាចិនយួនទាំងអស់ទីច្រើនខ្ញុំឃើញតាំងពីនោះមកតែខ្ញុំគិតថាអានឹងវាជារឿងធម្មតាអាការឆ្លងទៅឆ្លងមកវាធម្មជាតិតាក់តែងមកអញ្ចឹងសូម្បីតែយើងជាមនុស្សទៅផ្ទះនៅក៏មានឆ្កែមានឆ្មារត់ពីព្រៃមករស់នៅជាមួយយើងដែរមិនក៏យើងឲ្យតែរស់នៅបានព្រោះជាមនុស្សដូចគ្នាអានោះនៅមិនបានទេធំពុតត្រង់ថាការដែលគេមកនៅយើងនឹងយើងគេបានគោរពច្បាប់របស់យើងទេយើងទៅរស់នៅប្រទេសគេនឹងយើងបានគោរពច្បាប់ប្រទេសគេទេបើយើងយល់តែប៉ុណ្ណឹងទៅអត់មានអីទៅឈឺចាប់អាណាតណែណាទៅថាបើថាយើងឈឺចាប់នឹងវៀតណាមនឹងចិនមករស់នៅកម្ពុជាអ្នកឯងនាំគ្នាវិច្ចបាច់មករស់នៅប្រទេសអ្នកឯងមានស្រុកអ្នកឯងវិញមករឿងតែគេមកនៅមកពីអ្នកឯងមានទឹកមានដីហើយអ្នកឯងព្រមទៅបានជាគេមកនៅគេអាកោះត្រល់ចឹងកោះត្រល់វៀតណាមកាន់កាប់អាច្បាប់បង្កើតឡើងឆ្នាំ1973បានបែងចែកអាកោះរបស់ខ្មែរប៉ុន្តែអាមុនហ្នឹងវៀតណាមគេនៅមានខ្មែរណានៅកោះត្រល់ហ្នឹងតែបើថាមានមែនមើលលោកណាមានអំណាចណាថាកោះត្រល់ហ្នឹងត្រូវបានវៀតណាមយកពីពេលនេះពេលនោះហ្នឹងពេលដែលឲ្យសញ្ញេអាហ្នឹងឲ្យទៅវៀតណាមអាណាគេធ្វើមេឃុំខ្មែរនោះណាអាណាគេធ្វើចបាយស្រុកក្នុងកោះត្រល់អាណាគេធ្វើប្រធានកោះនោះណាខ្មែរយើងណាមានប្រជាប្រដ្ឋខ្មែរប្រមាណ10000នាក់នៅកោះហ្នឹងថាមកកុំទាំងនិយាយឲ្យរួចពីមាត់បើមិនដឹងទេថាមិនដឹងនៅស្ងៀមទៅមើលប្រពន្ធមើលកូនឲ្យមានអនាគតទៅកុំចេះញ៉ែមកដល់គេវាយខ្នោះបញ្ចូលគុកទៅណាខ្ញុំខុសអីមិនសួរអ្នកបើកឡានតាមផ្លូវស្ទះចរាចរណ៍សប្តាហ៍ថ្ងៃហ្នឹងហេតុអីបានខ្ញុំនៅជាប់គុកហេតុអីបានអ្នកឯងនៅក្រៅគុកអាអ្នកបើកបរថាអ្នកឯងខុសតែនេះអាណាមួយនៅសំសឹកបបួលគ្នាបាញ់បួលគេបាញ់គ្នាជាងបាញ់ជាងអីផងវាទៅចេះវាលងងលងើដល់ប៉ុណ្ណឹងអាហ្នឹងវាសំនឹងខ្នោះទៅអំពើហិង្សាណាគេអនុវត្តហួពេលហួវេលាហើយអាហិង្សាហ្នឹងហើយបានយកខ្មែរកើតមកតាំងពីមុនគឺសក្ការៈមាន6-7 លានអ្នក1-7 លានអ្នកសប្តាហ៍បានជាង1លានណាស្មានបរទេសមកចូលសញ្ជាតិផងដែរការពិតវានៅត្រង់ហ្នឹងហើយអូខេត្រឡប់មកទៀតនៅពេលដែលខ្ញុំបានទៅដល់ពីចេញកំពង់សោមខ្ញុំទៅកោះកុងទៅដល់កោះកុងខ្ញុំបានទៅមើលកន្លែងដែលមានការចោទប្រកាន់គ្នាទៅវិញទៅមកហ្នឹងគឺអាវាលយន្តហោះមួយនៅគិរីសាគរហើយខ្ញុំទៅដល់ព្រំដែនខ្មែរថៃខ្ញុំចូលដល់ស្រុកថៃទៅជួបប្រជាពលរដ្ឋខ្មែរនៅខាងទឹកដីថៃដែលជួលតូបថៃលក់របស់របរហ្នឹងខ្ញុំដេកមកយប់ក្នុងព្រំដែនហ្នឹងហើយខ្ញុំបានជីអូបូមើលព្រៃកោងកាងដែលក្រុមយុវជនស្អីណាមួយនោះគេលូរទាំថាបើអស់ព្រៃកោងកាងហើយងាប់អស់ហើយសត្វខ្យងសត្វក្តាមសត្វ
តកងតគីកែបអីវ៉ាអីវើនិយាយអញ្ចឹងដល់ពេលដែលខ្ញុំមកខ្ញុំពីអូបនឹងទៅកាត់ទៅខ្ញុំឃើញថាព្រៃកោងខាងពីដើមមកខ្ញុំឃើញម៉ូតូតូចអាឡូនេះវាឡើងធំឲ្យជាប់រទេទៅខ្ញុំសួរអ្នកបើកបរប្រាប់ខ្ញុំអ្នកស្រុកអ្នកភូមិនៅអីគេហៅភូមិផងយ៉ៃយ៉ាងម៉េចណាប្រាប់ថាព្រៃកោងខាងហ្នឹងសប្តាហ៍ថ្ងៃហ្នឹងមានប្រមាណ 15,000 ហិកតាគាត់អាស្រ័យព្រៃនៅលើសមុទ្រហ្នឹងហើយបើនិយាយពីសត្វជាចំណីអាហារតកងតគីក្តាមមកអូយយកតែណាទេរត់ពួរដាក់គ្នាខ្ញុំបានទៅមើលមួយទៀតរោងចក្រ2រោងចក្រ2មកកងហ្នឹងរោងចក្រអូ3មែន2 3រោងចក្រមួយដំឡើងឡាន Hyundai ណែដំឡើងឡាន Hyundai ឡានពីកូរ៉េអញ្ជើញណាកូរ៉េត្បូងហើយនឹងរោងចក្រ2ហ្នឹងធ្វើខ្សែភ្លើងសម្រាប់រថយន្ត Hyundai អាហ្នឹងជារបស់កូរ៉េត្បូងប៉ុន្តែកម្មករខ្មែរយើងរាប់ពាន់ធ្វើនៅហ្នឹងហើយមួយទៀតខ្សែភ្លើងឡានដូចគ្នាប៉ុន្តែផ្នែក Toyota របស់ជប៉ុនខ្ញុំធ្វើការប្រៀបធៀបនៃការរៀបចំគ្រប់គ្រងកម្មករជីវភាពកម្មករការធ្វើងារពីប្រទេសអាមេរិកដែលខ្ញុំរស់នៅមកមើលឃើញកម្ពុជាបានន័យថាវាចូលក្នុង standard ហើយ standard ណាអន្តរជាតិហើយវាអត់មានលីសៃរែកពុនដោយសម័យខ្ញុំទេអ្វីវាសុទ្ធតែ machine វាសុទ្ធតែរបស់ទំនើបយកមកប្រើប្រាស់ហើយល្អទៅទៀតនោះត្រង់ថាលើសពីខ្ញុំនៅណោះលើសពីខ្ញុំនៅអាមេរិកទៀតនោះសម្រាប់ក្រុមហ៊ុនរោងចក្ររបស់ជប៉ុននោះគេបើកឲ្យរហូតដល់អ្នកដល់ថ្ងៃធ្វើខួបកំណើតនឹងមានកម្មករ 3,523 នាក់តាមដែលខ្ញុំឃើញក្នុងតារាងទាំងស្រីទាំងប្រុសកាលណាអ្នកណាដល់ថ្ងៃកំណើតគឺថារោងចក្រគេធ្វើឲ្យមកអបមាថ្ងៃនេះថ្ងៃ25ខែ11អញ្ចឹងមានមនុស្សប្រហែលអ្នកកើតថ្ងៃហ្នឹងនៅធ្វើការហ្នឹងគឺថាគេប្រមូលមកគេធ្វើ birthday ឲ្យមកគេមានរូមគេមួយធំអង្គុយបានគ្នារាប់រយអញ្ចឹងទៅអូខេគេធ្វើបុណ្យខួបកំណើតឲ្យក្រុមហ៊ុនហ្នឹងគេចេញលុយចេញកាក់ធ្វើឲ្យទាំងអស់មករៀបចំឲ្យភ្លេងប្ររំស្រៀងជីផាត់អញ្ចឹងទៅវាអស្ចារ្យប៉ុណ្ណឹងហើយ uniform គេនោះគឺថាអូនៅកម្ពុជាគេអាចរៀបចំជា uniform បានប៉ុន្តែនៅស្រុកខ្ញុំមិនទោសរដ្ឋាភិបាលទេគេស្ទាមទា uniform នេះប៉ុន្តែមិនអាចធ្វើទៅរួចទេព្រោះស្រុកខ្ញុំនោះវាស្រុកត្រជាក់ស្រុកក្តៅនៅ summer and winter ហ្នឹងណាអញ្ចឹងខោអាវពេលធ្វើការយោលទៅលើការកក់ក្តៅរបស់អ្នកធ្វើការណាអ្នកណាគេចង់គេអាចទ្រាំត្រជាក់បានគឺស្លៀកពាក់មកលយបើគេទៅអ្នកណាគេទ្រាំត្រជាក់បានគេដាក់មកលយបើគេទៅអញ្ចឹងអ្នកណាស្លៀកពាក់ទៅឲ្យដល់សមរម្យមកធ្វើការកុំឲ្យប៉ះពាល់នឹងគ្រោះថ្នាក់ដោយ machine ដោយអីយ៉ាងហោហែមកប៉ុន្តែរោងចក្រនៅកោះកុងកម្មករខ្ញុំចូលមើលឃើញថាស្អាតត្មង uniform គឺទាំងស្រីទាំងប្រុសចាស់ទាំងក្មេងដែលខ្ញុំនិយាយស្តង់ដាបានន័យថាវាគ្រប់ផ្នែកទាំងអស់សូម្បីតែស្ត្រីដែលធ្វើការមានផ្ទៃពោះបានន័យគេរៀបចំកន្លែងអ្នកដែលមានផ្ទៃពោះធ្វើការគឺថាដល់ថ្ងៃកើតបើខ្ញុំមិនដល់ថ្ងៃកើតក៏គាត់ធ្វើបានដែរគេរៀបចំឲ្យចំត្រូវគេមិនសុំសរសើរហើយខ្ញុំសួរថាប្រហែលថ្ងៃឲ្យបុគ្គលនឹងសម្រាប់មុនត្រង់ទលេហើយប្រហែលថ្ងៃដែលតម្រូវឲ្យបុគ្គលិកហ្នឹងមកចូលមកធ្វើការវិញក្នុងចន្លោះពេលដែលបុគ្គលនឹងមិនបានមកធ្វើការតាក់ទងនឹងឆ្លងទលេកូនខ្ចីតើមានប្រាក់ចំណូលឧបត្ថម្ភពីរោងចក្រទេគេថាមានប្រាក់ខែប្រហែលគឺបានប៉ុណ្ណឹងអូខេបានន័យថាកាលណាចូលអ្នកឆ្លងទលេអ្នកពោះធំកាលណាចូលដល់10ខែគម្រប់10ខែផ្ទៃពោះ
គេឲ្យសម្រាប់ហើយយើង10ខែ10ថ្ងៃយើងត្រង់តលេមកគេឲ្យសម្រាប់3ខែ90ថ្ងៃនៅផ្ទះទទួលប្រាក់បៀវត្តគ្រប់90ថ្ងៃអូខេចូលមកធ្វើការវិញអញ្ចឹងបានន័យថាវាដូចប្រសើរជាងខ្ញុំនោះណាមកផ្នែកម្នាក់ម្នាក់អញ្ចឹងណាប៉ុន្តែរមុំយើងទទួលយកបានវាជាចូលក្នុងស្តង់ដារហើយខ្ញុំខែកោះកុងណាខ្ញុំចេញពីកោះកុងមកដល់ភ្នំពេញវិញមកទាំងយប់អូខេខ្ញុំដេកបានដល់ភ្លឺសម្រាប់មួយថ្ងៃហើយគេធ្វើថ្មិញក៏ខ្ញុំចេញដំណើរទៅមកវត្តទៀតហើយខ្ញុំចេញទៅខាងចេះក៏ស្ទឹងត្រែងមណ្ឌលគិរីរតនគិរីដែលជាតំបន់មួយមេគណៈបព្វឆាំងឈ្មោះសំរងស៊ីនិយាយថាបានចុះហត្ថលេខាដី4ខែហ្នឹងឲ្យជនជាតិភាគតិចខ្មែរឈ្មោះម៉ុងតាញានោះនេះចឹងឲ្យខ្ញុំកើតមុនអស់ហ្នឹងខ្ញុំមិនដែលឮថាមានជនជាតិភាគតិចខ្មែរយើងជាតិម៉ុងតាញាខ្ញុំមិនដែលឮអញ្ចឹងខ្ញុំទៅខ្ញុំចេញទៅខ្ញុំបានទៅមកច្រកខ្ញុំបានមើលឃើញច្រើនណាស់ខ្ញុំឃើញព្រៃប្រជាប្រដ្ឋព្រៃវែងគេរួមមិនទៅកំពង់ចាមរួមមិនទៅនៅអានេះណាស្អីដូចថាត្បូងឃុំមិនទៅបច្ចេកមិនទៅស្ទឹងត្រែងមណ្ឌលគិរីរតនគិរីឃើញអស់មកខ្ញុំទៅដល់តំបន់ដែលខ្ញុំឃើញយូរហើយក្នុងសង្គ្រាមហ្នឹងក៏ខ្ញុំបានជួបប្រទេសប្រហែលអ្នកជំនួសឃើញនៅ Facebook ខ្ញុំអស់ទៅហើយខ្ញុំទៅជួបនៅបឹងកន្សែងជួបនៅយៈឡោមឃើញលំផាត់អូចេងស្អីណាអីអស់អាលីងមកប៉ុន្តែខ្ញុំចង្អុលវាមិនចំទេបើឲ្យខ្ញុំបើកឡានទៅរកខ្លួនឯងក៏ទៅរកមិនឃើញដែរព្រោះពេលដែលខ្ញុំទៅនេះវាគេទៅផ្លូវថ្មីស្វាត់ស្វែងពេញដីហើយផ្លូវមួយវាទៅវាឈ្មោះវាទៅចាត់លេខគេដាក់លេខដូចពីមុនហ្នឹងហើយណាហើយលេខអត់ហ្នឹងវាមិនដែលមានថ្មីវាទៅបង្កើតផ្លូវវាទៅបង្កើតថ្មីអញ្ចឹងខ្ញុំអត់ស្គាល់ឲ្យខ្ញុំទៅរកមិនឃើញទេបើទៅតាមផ្លូវខ្ញុំមកគិតទៅខ្ញុំទៅប្រហែលខែខ្ញុំប្រើពេលតែ3ថ្ងៃទេវទៅវមកអាលើបាលោកអូខេឥឡូវនិយាយត្រួសខ្ញុំបានទទួលការស្វាគមន៍ពីបណ្ដាលោកអភិបាលខេត្តគ្រប់ខេត្តហ្នឹងមិនខុសគ្នាទេដូចគ្នាខេត្តណាដូចខេត្តណាទេមានការរាក់ទាក់ញញែមទទួលស្វាគមន៍ក្នុងនាមខ្ញុំមកពីនេសាវជារកការពិតសាកសួរដល់ខ្ញុំចង់ឃើញអីចង់ដឹងអីចង់ទៅណាមកណាគឺគាត់ធ្វើអន្តរាគមន៍ជូនដំណើរខ្ញុំទៅគ្រប់ទីកន្លែងនៅរដ្ឋនគិរីខ្ញុំបានទៅឃើញរោងចក្រ2រោងចក្រមួយគឺរោងចក្រកៅស៊ូក្រែបនៅជាប់នឹងព្រំដែនវៀតណាមមកអូយ៉ាដាវហើយរោងចក្រមួយទៀតនោះរោងចក្រម្សៅមីម្សៅមីធ្វើនំប៉័ងធ្វើចាក់ស្វ័យហ្នឹងណាមានកម្មកររាប់រយរាប់ពាន់អញ្ចឹងទៅនេះបូករួមទាំងអ្នកដែលជូនពីចង្ការម្សៅមីដឹកមកតាំងពីខេត្តដល់មានជ័យខេត្តនេះខេត្តនោះមកបញ្ចូលក្នុងរោងចក្រតែមួយទេធំមកខេត្តហ្នឹងចេញរាប់ពាន់បាវនេះហើយការធ្វើងៀនបើវាចូលក្នុងស្តង់ដារហើយអត់មានអាណាលីសែងលេខពុនលើករបស់មួយដែលមានទម្ងន់លើកពី20គីឡូឬ15គីឡូអត់មាននេះសូម្បីតែម្សៅមីដែលចេញពីរោងចក្រចូលឡានឲ្យលេងត្រាក់យើងហៅស្មៃត្រាក់ហ្នឹងណាបានតែមានរ៉ែលគេរុញចូលដល់ក្នុងឡានមកហើយអ្នកនៅក្នុងឡាននោះគ្រាន់តែពេលដែលម្សៅមីធ្លាក់មកយើងដំណើររំជាជុងវាទៅហ្នឹងខ្ញុំពិនិត្យមើលឃើញអស់មានរូបថតរបស់ខ្ញុំបង្ហាញឥឡូវវាខាត់ដូចហៅលៀនរោងចក្រកៅស៊ូក្រែបនោះបានន័យថាវាជាក្រុមហ៊ុនរបស់ខ្មែរជាមួយនឹងវៀតណាមអូខេកៅស៊ូក្រែបហ្នឹងកើតចេញជាកៅស៊ូក្រែបហើយហ្នឹងក៏ដាក់ឡានហ្នឹងយកទៅលក់នៅក្រុមហ៊ុនមួយទៀតនៅខាងវៀតណាមនោះខាងក្រុមហ៊ុនវៀតណាមក៏មិនបានយកកៅស៊ូក្រែបនេះយកទៅផលិតទៅជាកង់ឡានអត់មានទេល
lụa tàng cài nó chênh đâu vấn đề xem đó là mong đấy là lấy đâu cho nó bằng thì đặt chênh nó chỉ còn làm chỉ là bỏ để nổ chúng ta cả để dương xa xua xa chữ đất với những trắng đấy tôi bây giờ này cả đôi cho trong này dây thả vậy định về này nói về cánh á đó là gì ta mà chuông ọt á với bên chúng ta chơi môi tiền chúng ta chơi những ồn nó ban này điệp trong lại đói để mà chán nó cứ cầm hôn cổ rề chơi nuôi con mơn hay ta anh có mặt đau khai món mình đôi dương sầm mày là để khai món cứ đau khai chơi nó chúng ngọ món đó như khi miền thong cái chọc cái rum nó cứ cắt ra khai mốt trôi vào rung chạm vì sầm áo vì áo chỉ bích chóc mà đặt rằng nó đâu có bông thái chỗ còn lỡ chỗ container đó hai bên chun đâu và trên xem sẽ là cái rau cà đâu đã có đi rõ ràng nó miền bảy buồn tê để ta chun chèn cho nó sai dương mình bán chèn cái bông sáu để lại cho vật tê để dương đũa tê để đặt như cái đi hao hai một chỗ đầu Việt Nam của người trên Việt Nam chẳng việc đặt tặng cho Việt Nam cho container trên Việt Nam ta bật kỳ rồi thì việc đặt một con sáu về chẳng ái hai cung là con container để dương đã nắng do một tên đến nào Việt Nam ở đây rồi đấy ban đây là chúng nó on nắng trong do mạng là lại khơi na có bán kịch món hỏi đang bay chia rồi giao bị chia rồi con đây bị chia rồi quạt mình chưa tha chờ ron này ca lụa là bọt chênh tinh là bọt trôi máu vì chú bật ra giấy khác sao phơi bèm na nó còn vô giờ trong tiên nó cứ nào mà là bờ sân chia quạt rùa nâu không khai cặp tốt quạt squat là cặp tốt đó có mình squat để khai bắt bó một bay một đời na miền chợ ron rập giấy thời na lấy nó đằng họ nên nó bắt bó người squat đó toi tay trọ đâu trọ xây na này họ hết quạt mình đang hàng đặt cái của mình trọi na này lừa cái khá là cái thứ như đó hay bây giờ cái tham đâm đo dương nâu bắt là bom hay dương vô tình ruộng nó thả ra mà đi ta chênh trọ này chênh được bông thè nè vô đặt bò nó mình ai đặt bao cho mình ruộng bàn thế được thay hay đặt bàn tách chứ mà sao mau tan cặp ba đâu đặt bàn chán con lơ môi mà phay kịp mà phay fit nâng sai sắp fit đó mà fit bị nó ý nhá và ban màn được nhưng mà các bạn môi tamรูป ភាព ដាក់ ក con lừaគ្នានឹង được 6,10,000 តោន យើង គិត ប៉ុណ្ណឹង ទៅ បាន គេ ដឹក ជូន ចេញ មក បាន ចំណេញ អញ្ចឹង របស់ យើង នៅ បាត់ដំបង តើ យក មក ដឹក មក កំពង់សោម ឬ មួយ យ៉ាង ម៉េច ដូច ទៅ ដាក់ ផ្ទេ ដាក់ ចូល ស្រុក ថៃ វា ចិត្ត យើង ដំណាំ ដាំ ដុះ យើង sao គិត អញ្ចឹង ផង មុន យើង ដាំ អី មួយ នឹងតាំងពីដីដល់វាទៅនឹងដំណាំយើងដាំទេដាំមកហើយដល់នឹងលក់ទៅណាបើដំណាំយើងនៅបាត់ដំបងយើងចង់យកទៅលក់ដឹកចេញចូលតាមកំពង់ថៃកំពង់សោមមកចង់បាត់ហ៎ពួកដឹងជូនវាឆ្ងាយអញ្ចឹងបោះលុយចាងងមែនអំដៀលអូខេប្រាវមកហ្នឹងគឺខ្ញុំប្រើពេលប្រហែលខែខ្ញុំប្រើពេល3ថ្ងៃខ្ញុំចង់ជម្រាបសំខាន់ដងថាខេត្តមណ្ឌលគិរីខេត្តរតនគិរីខេត្តមណ្ឌលគិរីខ្ញុំទៅដល់ព្រំដែនគេហៅថាអូយ៉ាដាវហ្នឹងឯងនោះដាក់ដាំខ្ញុំទៅដល់ border ហ្មងទៅចេះឲ្យស្រាំនេះព្រាលមក5កន្លះនៅកម្ពុជាយើងវិញផ្សេងសាំហ្នឹងព្រាលហើយខ្ញុំមកថតហ្នឹងហើយខ្ញុំចេញមកវិញមកតាមភ្នំតាមអីហ្នឹងកន្លែងណាដូរកន្លែងណាលឿងទៅដល់គ្រប់កន្លែងអញ្ចឹងអាកន្លែងកំសាន្តអាកន្លែងស្នាក់នៅគេហៅ resort មួយនោះបានន័យថាតម្លៃវាថោកធូរថ្លៃហើយយើងរស់នៅបើខ្ញុំកំផែវាមិនខុសគ្នាពីយើងរស់នៅផ្ទះទេណាបើ resort មួយមានក្រែ2ហ្នឹងខ្ញុំ2នាក់និយាយហ្នឹងណាដដើមក្រែគ្នាព្រោះមិនได้ជុំតែបានទេនិយាយជាមលុបខ្ញុំបាយមើលមុខអូខេគឺថាសបាយកាហ្វេកាទៀវឯណានេះស្អីក៏មានដែរលោកម្ចាស់
ហើយមណ្ឌលគិរីរតនគិរីបងប្អូនកូនក្មួយខ្ញុំទៅស្គាល់ខេត្តហ្នឹងតាំងពី1962ធ្វើដំណើរជិះដំរីអត់មានផ្លូវឡានផ្លូវខ្មៅយកទេជិះដំរីទៅរាប់ខែមកដល់មិនដែលបានឃើញមនុស្សម្នាក់ទេណាអូខេត្រឡប់មកវិញមកពេលដែលខ្ញុំចេញពីមណ្ឌលគិរីខ្ញុំបានជួបអតីតណាប្រជាពលរដ្ឋជនជាតិភាគតិចណាខ្ញុំសួរគាត់ទៅតាមនឹងជនជាតិអីគាត់កំពុងតែជួបជុំគ្នាលេងរាំរបាំប្រពៃណីគាត់ពេលហ្នឹងអស់លោកជំទាវសខេងប្រាហំគង់គាត់បានអញ្ជើញទៅមើលដែរហ្នឹងខ្ញុំទៅចំមកជាមួយគ្នាខ្ញុំទៅចូលមើលដែរទៅឃើញពេញភ្នែកពេលហ្នឹងហាក់តែខ្ញុំសួរជនជាតិភាគតិចហ្នឹងក្មេងស្រីម្នាក់វាខ្ញុំឃើញខ្ញុំសួរមុនដំបូងឃើញថាវាបាត់អស់ទៅតែគេហៅថាភ្នងអីនេះខ្ញុំរកវាលេងវាអត់មានភ្នងកាលនោះខ្ញុំសម្គាល់ថាបរោះហ្នឹងវាចង់ប៉ឹងក៏គូកធីដូចតាគៀកក្បីយ៉ាងទៅអាដងស្រាលតែឃើញចង់យកដៃស្ទាបតែចឹងណាវាលេងវាបាត់អស់ទៅតែតិចនេះមានអាកាសោឆ្លាក់ដល់ស្មាវាបាត់អស់ខ្ញុំជួបក្មេងស្រីម្នាក់ជិះម៉ូតូដោយដឹកកូនមួយផងខ្ញុំសួរក្មួយមណ្ឌលគិរីហ្នឹងពីដើមសបោភ្នងឥឡូវភ្នងទៅណាអស់ទៅបានគាត់ថាពួកគាត់ហ្នឹងហ่ะជាកូនចៅពួកភ្នងណាជាដើមភ្នងណាជនជាតិតែតិចណាប៉ុន្តែម៉ូដែលចាស់ហ្នឹងគេលុបចោលហើយមកគេពាក់តិចហ្នឹងគេលែងពាក់អាកាសោធំពីមុនហើយអាស្លៀកពាក់ហ្នឹងក៏លែងស្លៀកពាក់ប៉ឹងដូចពីមុនហើយខ្ញុំមើលឃើញអ្នកស្រុកអស់នោះដូចស្អាតជាងអ្នកស្រុកភ្នំពេញផងនេះបើទៅចេះស្អាតជាងយាយផងយាយចង់ចំណែនខ្ញុំមកពាក្យខ្ញុំជាប់តើណាមិនបានត្រឡប់មកមើលអ្នករំដែលជាងទៅខ្ញុំរាប់ទៅមានគ្នា18នាក់ខ្ញុំរំមេគេមកហ្នឹងក៏បានជូនគាត់10000រៀលម្នាក់ទៅអរគុណគាត់ដែលបានជួបហើយណាហើយក៏បែកទៅទៀតទៅធ្វើដំណើរទៅរតនគិរីដែលខ្ញុំទៅឃើញចំការចេកឃើញរោងចក្រក្រែបកស៊ូហ្នឹងហើយនឹងរោងចក្រឡាំឡុងនេះចេញពីហ្នឹងមកទៅមកស្ទឹងត្រែងមានការទទួលស្វាគមន៍ពីលោកអភិបាលខេត្តរងលោកអភិបាលខេត្តនោះលោកវល់មានកិច្ចការតាក់ទងនឹងជំទាវកលាហោមគាត់បានជឿទៅដែរអញ្ចឹងថ្ងៃសន្តិសុខឬក៏ស្វារភាពហ្នឹងគាត់ទៅគ្រប់គ្រងចោលដែរទៅខ្លួនគាត់អូខេខ្ញុំចេញពីស្ទឹងត្រែងមកខ្ញុំមិនបានស្នាក់នៅទេដល់ពេលវាខ្លីខ្ញុំចេញវមកដល់កាចេះខ្ញុំបើកមកជុំកាចេះទីក្រុងហ្នឹងមិនបានជួបលោកអភិបាលខេត្តឬក៏អាជ្ញាធរទេខ្ញុំអត់មានគោលបំណងឲ្យថានឹងពិនិត្យមើលខេត្តកាចេះប៉ុន្តែនៅព្រំដែនកាចេះកំពង់ចាមហ្នឹងខ្ញុំទៅចង់ទៅឃើញរូបចម្លាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីគាត់នៅកុមារភាពជាក្មេងវត្តមកនេះគាត់យួរចានស្រះដើរតាមលោកបានហើយគេមានធ្វើរូបចម្លាក់មួយជូនគាត់នៅនឹងស្ពានចាស់មួយគេហៅស្ពានទេភូមិទេយ៉ាងហ្នឹងទេអានោះខ្ញុំឃើញតាម Facebook ទេដល់គេធ្វើអាស្ពានទេគេធ្វើថ្មីខ្ពស់ទៅរូបហ្នឹងវាទៀបហើយអ្នកស្រុកហ្នឹងក៏មិនបានគិតក៏យកគោយកទៅចងឃើញអាចគោឃើញអាចកបីនៅពេញអាហ្នឹងវាអាក្រក់ទេខ្ញុំក៏ស្នើសុំទៅខាងខ្ញុំចង់រុះអានឹងចេញលើកមកធ្វើចាក់ដីឲ្យខ្ពស់ស្ពានមកមនុស្សចេញមនុស្សទៅមកឃើញរក្សាអានឹងជាប្រវត្តិទៅមកហើយយ៉ាងមកខ្ញុំមិនទាន់បានសម្រេចថានឹងធ្វើផងដំណឹងដឹងមកដល់អភិបាលខេត្តអាជ្ញាធរនៅខេត្តកាចេះហ្នឹងលោកក៏បានស្លាក់គ្នាយកកំណត់ហ្នឹងទៅអភិវឌ្ឍកសាងរៀបចំអានឹងធ្វើទៅមិនទាន់ហើយទេខ្ញុំរកតែមកឃើញព្រោះខ្ញុំទៅដល់ហ្នឹងវាជប់ល្ងឹតហើយមើលខ្ញុំយករូបភាពបង្ហាញបន្តិចព្រោះមួយនេះសំខាន់សំសុខទេហ្នឹងណាអូឈប់អស់សំខាន់រូបហ្នឹង
ទោសរឿងច្រើននឹងចប់ឥឡូវហើយហាក់យូរទេថ្ងៃនេះខ្ញុំឈឺក្មេងផងនេះទៅលេបឆ្នាំប៉ុន្តែខានជួបបងប្អូនកូនក្មួយយូរហើយក៏ជួបថ្ងៃនេះទៅក៏ឱកាសមានពេញញ៉ាំពេកវារឿងក្នុងគូអដឹងអូខេឥឡូវបង្ហាញជួបសិនណារៀបរាប់តាមរូបភាពដែលមានបានshowនេះអូខេណានេះរូបភាពនៅដាក់ដាំព្រំដែនដាក់ដាំមកឃើញអានេះរបាំងព្រំដែននេះរបាំងព្រំដែនប្រខ្ញុំទៅនោះវារៀងប្រលប់ហើយខាងវៀតណាមគេនៅខាងនោះមើលណាសុំអីមួយចង្អុលទេមើលវៀតណាមគេនៅពីក្រោយខាងក្រោយខ្នងខាងវៀតណាមអាបែបមកខាងកម្ពុជាយើងមើលតទីរូបនេះទៀតបាទតែនឹងទេអ្នកដែលទៅជាមួយខ្ញុំហោហែមកបានថតជាមួយគ្នាអានេះរូបភាពអរិញណែ10នៅថ្ងៃ2ធ្នូថ្ងៃជាតំបន់មួយដែលលោកយុវមន្ត្រីហ៊ុនសែនគាត់បានរត់ចេញពីក្រោមការគ្រប់គ្រងរបស់ប៉ុល ពតឆ្លងទៅប្រទេសវៀតណាមគាត់ឆ្លងចេញពីម្ដុំហ្នឹងខ្ញុំបានរត់ថតរូបកន្លែងហ្នឹងឃើញនេះព្រំដែនតែឡើងទេនេះនៅក្នុងរេស្តូរ៉ង់មួយនេះនេះណែអ្នកមុខអ្នកការក្នុងខេត្តមណ្ឌលគិរីលោកបានទទួលខ្ញុំទេនឹងទទួលបាយទឹកឯនេះរូបមួយនេះទទួលបាយទឹកហើយនេះផែងវណ្ណៈគាត់ចុះទៅរៀបចំមុនគាត់មានចំណេះចំណូលជាមួយលោកអភិបាលខេត្តហើយដឹងថាខ្ញុំទៅពេលនេះនឹងត្រូវការអីចឹងធម្មតាទេណានេះស្អីគេអូនេះខ្ញុំទៅដល់បឹងកន្សែងក្នុងខេត្តរតនគិរីបឹងកន្សែងក្នុងខេត្តរតនគិរីនេះបឹងកន្សែងថតនេះពីដើមមិនមែនអញ្ចឹងទេគ្មានរបងគ្មានសតាព្រៃញុកខ្ញុំទៅវិញនេះចង្អុលបញ្ចប់នេះខ្ញុំមកធ្វើការសម្ភារ live show បន្តិចទៅកម្មការស្នើសុំអូនេះលោកអភិបាលខេត្តរតនគិរីពេលដែលខ្ញុំលាគាត់មកហ្នឹងក៏បានដល់នៅអនុស្សាវរីយ៍គាត់ជូនមកខ្ញុំជូនមកគាត់នេះសាបាយសាទឹកជាមួយគ្នាអស់ហើយនេះឃើញថាមានការរាក់ទាក់គួរឲ្យអត់ប្រសើរមិនបានអូមិនមកដល់ហើយគួរហើយនេះគឺស្ពានស្ទឹងត្រង់អញ្ចឹងហ៎ស្ពានស្ទឹងត្រង់ហើយនៅពេលដែលស្ពាននេះមានប្រវែង1300ម៉ែត្រវាស្មើនឹង1គីឡូ300ម៉ែត្រវែងណាស់ត្រង់ភ្លឹងកាត់ស្ទឹងត្រង់មកក្រូចឆ្មាខ្ញុំបានមកដល់ស្ពាននឹងភ្លើងចាយនឹងក៏ឈប់ដើរលើស្ពាននឹងយ៉ាងសប្បាយរីករាយកម្លាំងប្រលាំងមើលមួនហ្មងទៅប៉ុន្តែមុននឹងមានរូបមួយទៀតក៏មិនឃើញអានេះរូបភាពនៅអដីណែកពតពេលល្ងាចទៅដល់ព្រាមហ្នឹងជាអូបនលោកអភិបាលខេត្តគាត់បើកហើយគាត់ក៏ធ្លាក់ភ្លៀងមកត្រឡប់មកវិញស្អែកហ្នឹងមិនទៅមកសាទៀតនេះស្អីគេស្អីគេអានេះសាមិញនេះសាមថ្ងៃនៅខេត្តកំពង់ស្ពឺខ្ញុំបានចូលទៅមើលរោងចក្រមួយដែលកាត់ដេរកាបូបយួរស្ត្រីយើងណាស្ត្រីភេទណារោងចក្រឈ្មោះ Siglo SIGLO អានេះគឺខាង BTV លោកបានស្នើសុំធ្វើការសម្ភាសន៍ជាមួយខ្ញុំនៅមុខនៅលើទីលានឬស្មៅខៀវល្មើងនេះមុខវាមានឈ្នះនេះក្រុមអានេះ DCV នឹងហើយមកស្នើសុំធ្វើការសម្ភាសន៍ពីការរមកដល់ហ្នឹងតើខ្ញុំបានឃើញអីខ្លះយល់យ៉ាងម៉េចដែរហៅហែមកទេខ្ញុំមើលអីណែមកក៏មិនឃើញមុនមកដល់ស្ពាននេះខ្ញុំបានទៅដល់អីណែសម្លាញ់អញ្ចឹងរកមិនឃើញរូបភាពមួយដែល
រូបចម្លាក់របស់អានេះណាលោកយុរដ្ឋមន្ត្រីនោះអត់ទេបែរនៅក្នុងឡានក្នុងណាមួយហ่ะអូខេបងចាស់ខ្ញុំបានទៅឃើញហើយខ្ញុំក៏រូតដំណើរនៅហោហែមកទៀតមកឃើញស្ពានអានេះស្ទឹងត្រង់ហ្នឹងដើរលើស្ពានហ្នឹងពីដើមរហូតដល់ចប់គេកំឡាំងព្រឹកស្ពានឲ្យត្រង់ភ្លឹងវែងតាយភ្លឹងចាស់យប់ហើយចប់អាហ្នឹងមកខ្ញុំចេញដំណើរវមកដល់ភ្នំពេញវិញកណ្ដាលយប់ហ្នឹងតែម៉ោង1ព្រឹកមកដល់មកសម្រាប់ទៅហើយម្សិលមិញក៏បានទំនេរទៅបានជួទានអាហារជុំគ្នាជាមួយអ្នកការងារទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំទំនេរដោយជាប់ភារកិច្ចដកថ្មីអញ្ចឹងល្ងាចនេះមានការប្រជុំមួយទាក់ទងនឹងកិច្ចការប្រទេសជាតិហ្នឹងដែរក្រុមការងារខ្ញុំមកពីនេះណាខ្ញុំមិនមែនជាអ្នកដឹកនាំប្រទេសទេខ្ញុំមកតាមពិនិត្យមើលបេសកកម្មខ្ញុំដែលខ្ញុំលើកឡើងមកស្វែងរកការពិតអញ្ចឹងខ្ញុំឃើញស្អីខ្លះគណៈកម្មការនេះសរសេរណូតទុកចងក្រងជាសៀវភៅចងមានទាំងរូបភាពផងហ្នឹងទុកជាឯកសារមិនមែនមកធ្វើលេងទេដោយអ្នកខមមិននៅក្នុងនេះហោហែមកក៏គិតថាខ្ញុំមកដល់លេងចាស់ជាការយកទៅប្រកបប៉ុន្តែសូមឲ្យអ្នកទាំងអស់នេះពិចារណាសារថ្មីមិនទាន់មានមនុស្សទី2ទេមិនទាន់មាន2អ្នកទេនេះតាមមកហើនឹងទេនេះណាសូមឲ្យយល់យ៉ាងមិនមែននិយាយអួតខ្លួនឯងទេតែបើមានមួយទៀតហ្នឹងសូមប្រាប់ផងមកមានន័យអញ្ចឹងដោយខ្ញុំយល់ថាអាការដែលយើងយកទៅជាមកប្រើហើយយើងបើកមាត់តាមជាយើងលឺអានឹងហើយជាខ្នោះកវ៉ែដៃយើងកវ៉ែកដៃដែលអាចប្រាក់ប្រពន្ធកូនជាប់គុកជាប់ច្បាប់រៀបប្រត់ប្រាក់អូហែមកពេលវេលាក៏ដើរហួរទៅអត់ប្រយោជន៍ខូចអនាគតប្តីប្រពន្ធនិងគ្រូកូនចាំសម្រាប់យ៉ាងដោយសារយើងយកទៅជានឹងជាកត្តាសំខាន់មិនមែនអញ្ចឹងទេផ្នែកហ្នឹងគឺផ្នែកហ្នឹងគួរបានយ៉ាងបូកគិតរួមជាមួយដល់ពិចារណាធ្វើការវិភាគហ្នឹងណាវាបានប្រមាណភាគរយគួរយើងជឿបានទាញហេតុផលមកឲ្យចាំត្រូវមកដូចជាទាញហេតុផលមកអញ្ចឹងមុននឹងតិចមិញហ្នឹងវារឿងកម្ពុជាយើងជួបប្រទះស្អីខ្លះពីពេលណាមកដល់ពេលណាអស់លោកអ្នកនយោបាយណាខ្លះទៅដែលយកចិត្តទុកដាក់នៅប្រទេសជាតិយកចិត្តទុកដាក់នៅក្នុងកម្រិតណាអ្នកបានលះបង់ពេលវេលាកម្លាំងកាយចិត្តអាយុជីវិតអ្នកទៅក្នុងការពារប្រទេសជាតិការពារសង្គមនោះនេះអត់មានទេអ្នកណាដែលបានធ្វើខ្ញុំទទួលស្គាល់អ្នកមិនបានធ្វើខ្ញុំដឹងដែរខ្ញុំលើកទីហេតុផលមកចំណោមអ្នកនយោបាយមិននិយាយម្ដងទៀតទៅខ្ញុំមិននិយាយលោកកម្មតខាព្រោះគាត់នេះជាមនុស្សចំនួនក្រោយប៉ុន្តែព្រះអង្គម្ចាស់រណរិទ្ធនិងលោកសំរងស៊ីជាមនុស្សចំនួនមុនមិនខុសគ្នាពីខ្ញុំមកបានទេតែសួរថាអ្វីដែលកើតមាននៅសង្គមខ្មែរអ្នកទាំងពីរនឹងបានធ្វើខ្លះវាអត់មានបើនិយាយពីតួអង្គលោកសំរងស៊ីវិញអ្វីដែលប្រជាពលរដ្ឋខ្មែរបានស្គាល់ក៏មកធ្វើការនៅកម្ពុជាបានមួយឆ្នាំដែរឆ្នាំ1993អូនតាបោះឆ្នោតមកដល់94គាត់ចង់ហើយមនុស្សយើងធ្វើការមួយឆ្នាំមានសមត្ថភាពអីរស់មកដល់ថ្ងៃនេះណាបើទោះបីស៊ីដីក៏វាអត់មានដីស៊ីដែរវាត្រូវការស៊ីបាយស៊ីទឹកមានមហោមហាបានមហោមហាបាយទឹកឯណាយើងគិតតែប៉ុណ្ណឹងដឹងណាយើងធ្វើការរាល់ថ្ងៃសឹងរកស៊ីមិនបានបបោដូចគេនេះលោកសំរងស៊ីរស់នៅយ៉ាងបបោនោះសួរថាធ្វើការមួយឆ្នាំហ្នឹងបានពីណាយកមកស៊ីយកមកចុកហើយនិយាយអាអ្នកប្រកាប់មុខខ្ញុំចង់លើកចំណុចនឹងមួយពួកអាប្រកាប់មុខវានិយាយថាគីឡូអាតាមកហើនគីឡូអាណាអីគ្រប់គ្នាមិនស្មើនឹងរួមគីឡូរួមជើងរបស់លោកសំរងស៊ីអាហ្នឹងនិយាយត្រូវមាញ់មកបើនិយាយគិតពីទម្ងន់នៃរួមជើងរបស់សំរងស៊ីវាធ្ងន់ណាស់បានជាកប៉ាល់ហោះគេមិនហ៊ានដាក់ណាចង់មកលេងស្រុកឯហ្នឹងគេមិនហ៊ានដាក់មកទេព្រោះរួមជើងវាធ្ងន់ពេកណាវាសឹងគីឡូរួមជើងវាធ្ងន់ពេកធ្ងន់ជាងតាមកហើនហ៊ុនអីហ្នឹងតែអញ្ចឹងនៅក្រៀមផ្អែសហ្នឹងទៅស្រែកឡែនៅក្រៅប្រទេសហ្នឹងទៅមានប៉ុណ្ណឹងហើយជាមួយអាស៊ីសេរីហ្នឹងទៅខែទៅមិន
អាណាឲ្យទៀតថ្ងៃមុននឹងឃើញតោះគ្នាបើមានកន្លែងបុតបន្ទិញទេវត្តបុតបន្ទិញនៅច្រកមួយនេះដែលអាចចេញចូលបានឥឡូវហ្នឹងសគីលហ៊ុយហ្នឹងជាអ្នកកសាងវត្តហ្នឹងជាមួយបុតបន្ទិញឆ្កាតាំងពីព្រៃតាំងពីអីហើយឥឡូវហ្នឹងសគីលហ៊ុយបុតបន្ទិញហ្នឹងតគ្នាបោងដីទៀតបុតបន្ទិញប្រម៉ែប្រមូលលុយបានមកពឹងសគីលហ៊ុយហ្នឹងឲ្យមកទិញដីនៅសៀមរាបនេះអ្នកដើរតាមអ្នកនយោបាយទាំងឡាយហើយស្ដាប់คลิปហ្នឹងណាអាពាក្យដែលគេនិយាយគឺសូត្រធម៌យ៉ាងពិរោះនិយាយពីរឿងស្នេហាជាតិពីរឿងរដ្ឋាភិបាលនេះសពថ្ងៃដេរថៃកណ្ដេឆានកញ្ចែចិនកញ្ចែយួនតែអាខ្លួនឯងប្រម៉ែប្រមូលលុយមិនដឹងធ្វើអីបានមកទេមិនហ៊ានចេញមុខខ្លួនឯងទិញដីទេប្រើសគីលហ៊ុយឲ្យមកទិញដីនៅសៀមរាបអានេះខ្ញុំនិយាយយោងតាមសគីលคลิปរបស់សគីលហ៊ុយណាហ៊ុយសគីលនិយាយមកអញ្ចឹងតាមរកคลิปនោះឃើញហើយនេះវាអញ្ចឹងមកនេះឯងដើរងក់ប្រឹងឲ្យងក់ដើរឡាយអញ្ចឹងមានស្អីអូខេឥឡូវនេះវែងតិចហើយខ្ញុំក៏ស៊ីតពោះដែរឈឺថ្មិញផងឥឡូវនេះខ្ញុំនៅបេសកកម្មបញ្ចប់លើកទី3ចប់ហើយនៅសល់ប្រហែលខែទៀតដែលនៅសេសគឺកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យបៃលិនឧត្តរមានជ័យតែប៉ុណ្្នឹងទេខ្ញុំចប់ហើយបើគត់ចំវាយផែនការពីនោះមកគ្មានខុសទេខ្ញុំមកដល់ភ្នំពេញនេះសម្រាប់3ថ្ងៃរៀបចំអីវ៉ាន់ឡើងយន្តហោះត្រឡប់ទៅផ្ទះបែរទៅវិញយកទៅរៀបចំផ្សព្វផ្សាយបង្ហាញប្រជាពលរដ្ឋឲ្យស្គាល់អ្វីទៅជាការពិតដែលកើតមានឡើងនៅកម្ពុជានេះណាត្រង់ថាអ្នកជឿក៏ជឿមិនជឿជាសិទ្ធិប៉ុន្តែអ្នកឯងកុំស្ដីបន្ទោសហើយដោះសារថាអនាគតកូនចៅរបស់អ្នកឯងនឹងបរាជ័យអនាគតខ្លួនឯងនឹងបរិបរោបរាជ័យកុំបន្ទោសនឹងកុំដោះសារណាអ្នកឯងយកជំនឿរបស់អ្នកឯងតាមភាសារបស់អ្នកនយោបាយបញ្ចូលជាឲ្យដាក់ជំនឿអ្នកឯងខុសហើយខ្ញុំចង់និយាយថាអូខេក្នុងឱកាសនេះអ្នកឯងចុះមកមើលទៅប្រាក់ថ្លៃយន្តហោះនឹងចំណាយមកមើលប្រទេសជាតិត្រឹមតែ$3,000-5,000មិនមែនជារឿងអ្នកឯងត្រូវគិតគូរឯឆ្ងាយទេព្រោះប្រទេសជាតិមេត្តាភូមិដែលយល់ទៅពីហ្នឹងបើអ្នកឯងមិនយល់អាហ្នឹងទេវាចប់ហើយកុំមកចេះដឹងអីប្រទេសជាតិមេត្តាភូមិធ្វើឡាយសូមមិនមានសភៅនៅពីក្រៅខ្នងទេហ្នឹងវាគ្មានអីអស្ចារ្យទេទោះបីអ្នកឯងទៅដល់អាហៃមេកណាក៏ដោយអ្នកឯងជាខ្មែរកំណើតកើតជាតិកើតឡើងរបស់អ្នកឯងនៅប្រទេសកម្ពុជាហើយនៅពេលដែលអ្នកឯងមានបានហើយគេសួរប្រទេសកម្ពុជាយ៉ាងម៉េចទៅហើយអ្នកឯងមិនដឹងមានទីទុយផងវាចប់មិនស្គាល់ប្រទេសឯងទៅយ៉ាងណាអ្នកឯងមានមុខមាត់អីទៀតអត់មានទេឲ្យយល់អញ្ចឹងណាការដែលគិតខុសនេះអូខេទៅហើយតាមមកហើយអូខេអរគុណណាស់ម៉ោង12ហើយក៏ត្រូវការទៅវិញផងអរគុណចាំប៉ុណ្ណឹងចុះយ៉ាងណាយើងជួបនៅស្អែកទៀតសូមគោរពពីចម្ងាយនឹងជូនពរដល់តាមានសុខភាពល្អមានចំគុណមានស្រីបាទអរគុណចាស់ខ្ញុំក៏សូមជូនពរដល់បងប្អូនកូនចៅទាំងអស់គ្នាដែរសូមឲ្យបានសុខភាពអស់គ្នាហើយនាំគ្នាគិតអ្វីដែលសំខាន់បំផុតនោះគឺមកមើលប្រទេសជាតិរបស់ខ្លួនវាគ្មានមនុស្សណាស៊ីមនុស្សទេគុកក៏គេដាក់ដល់សម្រាប់អ្នកខុសដែរហើយបើគាត់ឲ្យយើងមកមើលប្រទេសជាតិយើងវាត្រូវមានកំហុសជាប់គុកអាហ្នឹងបងបោយបោះជំនាញចូលទៅចឹងញឹមមកវាល្អណាស់ខ្ញុំចង់ឃើញអាហ្នឹងឃើញនៅណាម្នាក់ហើយជាខ្មែរទៅរស់នៅបរទេសមកលេងសុខកំណើតរបស់ខ្លួនឯងហើយត្រូវបានអាជ្ញាធររដ្ឋចាប់ដាក់គុកខ្ញុំចង់ឃើញអាហ្នឹងខ្ញុំចង់ឃើញបើមានចាំបានឲ្យមកមើលឃើញពីបានលោកកុំជឿតាមបំភ័យខ្ញុំមានការសិក្សាមុននឹងខ្ញុំចេញមកហ្នឹងគេបំភ័យដូចគ្នាអូខ្ញុំមកឲ្យខែទៅចេញចុះខ្ញុំសឹងតែឲ្យអាចបាននិយាយមកហ្នឹងចំបៃតម្លៃគួរឯងនឹងគួរល្ងឹតគួរល្ងង
ភ្លើខ្ញុំខុសស្អីតែទីជាតិរបស់ខ្ញុំគ្រាន់តែខ្ញុំមកលេងទីជាតិខ្ញុំរបស់ខ្ញុំយកលុយទាំងពាន់ទាំងម៉ឺនមកចាយវាគួរអបអរសាទរនឹងខ្ញុំរឿងអីយកខ្ញុំដាក់គុករឿងស្អីគេតែតាមការពិតវាគ្មានមកដល់ឃើញគេស្វាគមន៍អូលោកម្ចាស់ហើយតើណាមកណាសរ៉ែនឡានតែបើកពីមុខបើកពីក្រោយនិយាយថាខ្ញុំអួតការពិតវាចឹងខ្ញុំធ្វើមិនខ្ញុំនិយាយពីការពិតទេហើយខ្ញុំចង់ឃើញខ្មែរអញ្ចឹងខ្មែរនៅដល់ហៃមេឃណាអត់វាត្រូវតែស្វាគមន៍ទៅទទួលស្គាល់ទៅញញឹមដាក់គ្នាស្អីដែលខុសត្រូវនិយាយគ្នាស្អីទៅដែលមិនត្រូវនោះណាមក perfect បើតែមានខុសមានត្រូវធម្មតាព្រះហ្នឹងក៏នៅតែខុសដែរតែមករកត្រូវឃើញចងជាមេរៀនឲ្យយើងប្រតិបត្តិនោះព្រះខុសតិចណាស់ហើយយើងគ្រប់គ្នាមិនតបានខ្លាយជាព្រះណាអញ្ចឹងកំហុសវានៅតែមានអញ្ចឹងល្អត្រង់បើសិនជាយើងដឹងថាយើងមានកំហុសហើយការកំហុសកុំឲ្យមានទៀតកុំឲ្យខុសទៀតទៅចោលនេះរឿងស្អីងងមែនអូខេប៉ុណ្ណឹងចោះយើងជួបថ្ងៃក្រោយទៀតអរគុណ